សិនយើងរស់នៅដោយត្រឹមត្រូវច្បាស់លាស់មិនដូចពួកឯងនោះទេមិនណាមិនណាលាក់ពុតសម្បត្តិណាស្របតែសម្បកក្រៅអញ្ជើញយើងឡើងឋានលើបែរជាឲ្យយើងទៅចិញ្ចឹមសេះនិងមើលប៉ែឲ្យពួកឯងទៅវិញពួកឯងបានប្រើល្បិចលួចចាប់យើងទៀតគ្រប់រឿងទាំងអស់នេះសុទ្ធតែជាទង្វើរបស់កូនប្រុសឯងតើមែនទេក្រែឯថាអ្នកខ្លាំងជន់កអ្នកខ្សោយមិនក៏និយាយពាក្យអត់បានការច្រើនម្លេះហេតុអីទោះជាយើងធ្វើបាបគេមុនតើវាយ៉ាងម៉េចពួកឯងគិតថាខ្លួនឯងជាប្រអិនក្នុងចំណោមមនុស្សចេះម៉ែជាមិនប្រើប្រាជ្ញាមកអប់រំយើងឲ្យដឹងខុសត្រូវទេម្នាក់គិតតែពីរឿងភូតកុហកទោះជាអាស្វ័យយើងមានប្រាជ្ញាជាសត្វក៏ដោយក៏វាល្អជាងពួកឯងដែរពួកឯងប្រើប្រាជ្ញាទៅនេះមកជ្រៀននេះគេតែចាត់ទុកជាប្រអិនស្អីទៅតាសុនយើងជាបិសាចឬក៏ពួកឯងហ្នឹងជាបិសាច